យើងប្លង់រឹងយើងណាដូច្នេះបើយើងចង់បានប្លង់រឹងហ្នឹងគឺតើតែយើងប្តឹងទៅតុលាការនេះហើយបើអត់ប្តឹងទេយើងផ្សងព្រេងផ្សងផប់ព្រេងវាសាហ្នឹងទៅហើយស្អំចិត្តនៅក្នុងពេលហ្នឹងខ្ញុំសរសើរដែរមន្ត្រីសកម្មជនរបស់គណៈបកកណ្ដាលអំណាចឬក៏គណៈបកណាដែលចង់បានសម្លេងពីប្រជាពលរដ្ឋហ្នឹងគឺប្រើឃ្លាមួយគឺស្អំចិត្តលួងចិត្តប្រជាពលរដ្ឋថាកុំភ័យអ្នកដែលភ័យគឺខាងនោះទេបន្តិចទៀតយើងចូលទៅគឺគេរៀបចំឲ្យស្អាតហើយយើងចូលទៅយកហ្មងគឺថាយុទ្ធសាស្ត្រកាសោបយុទ្ធសាស្ត្រគឺថាយើងឲ្យចូលអន្ទាក់របស់យើងអីចឹងទៅតាមពិតខ្ញុំសរសើរភាពប្រកែគឺលួងចិត្តនឹងដែរតែយ៉ាងណាបងប្អូនពាក្យដដែលជួនកាលវាស៊ាំទៅអត់មានឃើញលទ្ធផលអីក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋកាន់តែរិចរិលទៅវាធ្វើឲ្យកើតជំងឺផ្លូវចិត្តជំងឺបាក់ទឹកចិត្តជំងឺថប់អារម្មណ៍ជំងឺអីសពបែបយ៉ាងនៅក្នុងផ្នែកគំនិតរបស់ប្រជាពលរដ្ឋខ្មែរអ្នកខ្លះរហូតតលែងចង់ស្ដាប់ show លែងចង់មើលលែងចង់ឮទាំងអស់រឿងនៅប្រទេសកម្ពុជាដោយសារតែភាពគ្មានដំណោះស្រាយនឹងវាដដែលហើយឃើញផ្លូវតលច្រកហើយប៉ុន្តែនៅតែមានអ្នកដោះស្រាយបកស្រាយដោះសារអញ្ចឹងរហូតថ្ងៃនេះអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាក៏មិនខ្វះសារនៅក្នុងការលួងចិត្តស្អំចិត្តប្រជាពលរដ្ឋដែរលោកបានលើកឡើងតាក់ទងនឹងក្រៅពីដឹកនាំក្រុមសង្កេតការរបស់អាស៊ានទៅពិនិត្យស្ថានភាពព្រំដែនកម្ពុជាបានធ្វើការតវ៉ាជាបន្តបន្ទាប់ដើម្បីប្រឆាំងនឹងគ្រប់ករណីនៃសកម្មភាពរបស់យោធាថៃដូចជាការដាក់កុងតឺន័រនិងរាយបន្លាលួសដែលរារាំងប្រជាពលរដ្ឋខ្មែរមិនឲ្យចូលទៅយកទ្រព្យសម្បត្តិរបស់ខ្លួនមកវិញឬក៏ការបំផ្លាញផ្ទះប្រជាពលរដ្ឋនិងសកម្មភាពដែលធ្វើឲ្យមានការកែប្រែបរិយាកាសសន្តិសុខនៅក្នុងឬក៏ជុំវិញតំបន់ជនស៊ីវិលការពង្រឹងការគ្រប់គ្រងយោធាឬការបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែងដែលយោធាថៃដណ្ដើមកាន់កាប់ដោយកម្លាំងដែលផ្ទុយពីច្បាប់អន្តរជាតិភាសាណាក៏កម្ពុជានិយាយថាមិនទទួលស្គាល់ការគ្រប់គ្រងដែនដីកម្ពុជាដោយកម្លាំងយោធាផ្ទុយពីច្បាប់អន្តរជាតិដែរម៉ោងណាក៏និយាយហ្នឹងដែរនិយាយទៅប្រមាណខែហ្នឹងឬក៏ប្រមាណថ្ងៃម៉ោងណាក៏និយាយថាកម្ពុជាដាច់ខាត់មិនទទួលស្គាល់ដែនដីកម្ពុជាដែនអធិបតេយ្យកម្ពុជាដែលរំលោភបំពានដោយកម្លាំងប្រដាប់អាវុធដែរប៉ុន្តែខ្ញុំឆ្ងល់រឿងមួយនៅពេលដែលយើងប្រាប់ថាយើងមិនទទួលស្គាល់ដែនដីកម្ពុជាដែលវាយដណ្ដើមបានដោយថៃដោយកម្លាំងប្រដាប់អាវុធហ្នឹងតើយើងមានដែលទទួលស្គាល់ទេដែលយើងថាប្រកែកមិនទទួលស្គាល់ថាខុសច្បាប់អន្តរជាតិតើអ្នកណាដែលសញ្ញេជាមួយគេថ្ងៃ27ខែធ្នូហ្នឹងអ្នកណាគេអ្នកសញ្ញេហ្នឹងអ្នកណាគេដែលចុះហត្ថលេខាប្រាប់ថៃថាអ្នកឯងនៅណានៅហ្នឹងបានន័យថាម៉េចបានន័យថាអ្នកឯងទទួលស្គាល់យើងទទួលស្គាល់ដែនអធិបតេយ្យរបស់កម្ពុជាដែលវាយបានដោយកម្លាំងប្រដាប់អាវុធតើហេតុអីបានជាយើងគិតថាមកដល់ម៉ោងហ្នឹងអាហ្នឹងខុសច្បាប់ទេយើងមិនទទួលស្គាល់ទេហេតុអីបានជាយើងអាចនិយាយភាសាបែបហ្នឹងបាននៅពេលតែយើងជាអ្នកចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀងប័ណ្ណឈប់បាញ់ថ្ងៃ27ខែធ្នូរវាងលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងរវាងលោកណដ្ឋភុងណាផានិចនៃក្រសួងការពារជាតិថៃចំណុចមានច្រើនប្រការដែលក្នុងប្រការហ្នឹងគឺទទួលស្គាល់ថាអ្នកណាឈរជើងនៅណាអ្នកនឹងឈរជើងនៅហ្នឹងបាទន័យថាម៉េចបងប្អូនកិច្ចព្រមព្រៀងនេះមិនមែនរវាងអ្នកលក់លៀសហាលនិងអ្នករត់ផាសស្អាប់ទេណាបងប្អូនមិនមែនជាកិច្ចព្រមព្រៀងគ្នានៅក្នុងការអូអ្នកឯងលក់លៀសហាលហើយនឹង pass up របស់ខ្ញុំយើងមានកិច្ចសន្យាមួយជា MOU ការយោគយល់គ្នាមួយគឺខ្ញុំជួយដឹកអ្នកឯងទៅដល់គោលដៅមិនបាច់ឲ្យលុយទេដូរជាលៀសហាលទៅព្រោះខ្ញុំចូលចិត្តលៀសហាលដោះដូរគ្នាអញ្ចឹងមិនមែនអញ្ចឹងទេណាបងប្អូនមិនមែនជាការព្រមព្រៀងគ្នារបៀបលៀសហាលឬ pass up ទេគឺជាការព្រមព្រៀងគ្នាកម្រិតរដ្ឋនឹងរដ្ឋបានន័យថាជាលិខិតកតិយុត្តផ្លូវការលិខិតច្បាប់ផ្លូវការដែលកម្ពុជាប្រកាសជាអោលរឹកប្រាប់ភាគីថៃនិងអន្តរជាតិថាអ្នកឯងនៅនឹងគ្រប់គ្រងនឹងទៅប៉ុណ្ណឹងសិនប៉ុន្តែកុំរៀលរុលមកទៀតយើងមានប័ណ្ណឈប់បាញ់មួយទៅហើយយើងស្អំរក្សាប័ណ្ណឈប់បាញ់នឹងឲ្យមានប្រសិទ្ធភាពនេះមានអាស្មារតីមួយទៀតយើងទទួលស្គាល់ដីទាំង
ប្រមាណកន្លែងដែលនៅក្នុងបទជុំវិញអ្នកណានៅណាហ្នឹងកម្ពុជាថាអ្នកណានៅណាហ្នឹងតែ14កន្លែងទេប៉ុន្តែមកដល់ម៉ោងនេះអ្នកណានៅណាហ្នឹងគឺថៃគ្រប់គ្រងជិត40កន្លែងឯណោះមិនមែនតិចទេបងប្អូនដូចខ្ញុំនិយាយចឹងកុំថាឡើយទៅ40កន្លែងកុំថាឡើយ41កន្លែងសូម្បីតែ1មីលីម៉ែត្រក៏ដីខ្មែរដែរអត់មានថៃអាចគ្រប់គ្រងបានប៉ុន្តែយើងម្ចាស់ផ្ទះជាការពិតដែរយើងនិយាយនឹងដូចអត់មានដឹងច្បាប់សង្គ្រាមអីបន្តិចសោះយើងនិយាយនឹងនិយាយធ្វើបាបរដ្ឋាភិបាលកម្ពុជាឲ្យប្រជាពលរដ្ឋក្តៅកាហាយខឹងរដ្ឋាភិបាលកម្ពុជាហើយព្រោះនៅក្នុងការចរចាបត់ឈប់បាញ់ណាក៏វាមានសម្បទានដែរវាអត់ដែលការចរចាណាអត់មានសម្បទានទេគឺវាត្រូវតែមានបាត់ខ្លះវាមានបានខ្លះវាមានលើសលួសអីខ្លះទៅប៉ុន្តែសំខាន់យើងបានការឈប់បាញ់គ្នាដែរមិនអញ្ចឹងនៅពេលដែលមានការឈប់បាញ់គ្នាអត់មើលអំពីសមិទ្ធិនៃការឈប់បាញ់គ្នានឹងទេឬអត់មើលចេតនាល្អរបស់រដ្ឋាភិបាលកម្ពុជាដែលចង់បានសុខសន្តិភាពស្ងប់កុំឲ្យមានប្រជាពលរដ្ឋកិច្ចគ្រាប់ផ្លោងឥឡូវជនភៀសសឹកយើងរហូតដល់ទៅជាង5សែននាក់នៅសល់តែ8សែន80000នាក់ទេបានន័យថានៅសល់មិនដល់15%ទេតើបើសិនជាកុំមានប័ណ្ណឈប់បាញ់ហ្នឹងតើប្រជាពលរដ្ឋបានវិលទៅលំនៅឋានវិញទេតើទាហានជួរមុខបានទទួលទានអាហារត្រង់មាត់ដូចឥឡូវទេតើយើងចាប់ផ្ដើមប្រកបរបរទទួលទានតាមសមាអាជីវៈដូចដើមវិញបានទេតើបងប្អូនចាប់ផ្ដើមគិតពីរឿងអីផ្សេងដោះស្រាយបញ្ហាជីវភាពគ្រួសារកុំឲ្យគិតតែពីរឿងវិច្ចបង្វិចរត់ទេអាហ្នឹងរដ្ឋាភិបាលអត់ធ្វើអីសោះឬក៏យ៉ាងម៉េចយើងគិតថាការដែលឈប់បាញ់ហ្នឹងអត់មានបានផលអីសោះឬក៏យ៉ាងម៉េចយើងនិយាយហ្នឹងគឺយើងនិយាយធ្វើឲ្យរដ្ឋាភិបាលធ្វើអីក៏ខុសឬក៏យ៉ាងម៉េចរដ្ឋាភិបាលគេច្បាស់ជាសួរអញ្ចឹងណាបងប្អូននេះជាសំណួររបស់រដ្ឋាភិបាលកម្ពុជាមកលើអ្នកផ្សាយព័ត៌មានទាំងអស់រួមទាំងមុងណារ៉េតផងខ្ញុំបាននិយាយច្រើនលើកច្រើនគ្រាហើយថាអ្វីដែលរដ្ឋាភិបាលធ្វើនៅក្នុងកិច្ចព្រមព្រៀងអត់ខុសទេនៅក្នុងការដែលយើងចង់បានសុខសន្តិភាពខ្ញុំអត់ដែលលើកទឹកចិត្តឲ្យធ្វើសង្គ្រាមខ្ញុំអត់ដែលលើកទឹកចិត្តឲ្យវាយគ្នាច្បាំងគ្នាទេហើយបើច្បាំងក៏មិនឈ្នះថៃដែរខ្ញុំនៅនិយាយដដែលបើច្បាំងដូចយើងស្ថានភាពសពថ្ងៃច្បាំង1000ឆ្នាំទេក៏មិនឈ្នះថៃដែរព្រោះយើងវាបែកបាក់គ្នាយើងកម្លាំងវាខ្សោយយើងវាអត់មូលមាត់គ្នាសពបែបយ៉ាងរបៀបដឹកនាំរដ្ឋយើងធ្វើឲ្យយើងចាញ់ថៃដូច្នេះវាអត់មានអីឆ្ងល់ទេអញ្ចឹងការជ្រើសរើសយកសុខសន្តិភាពកុំឲ្យបាញ់គ្នាជាមួយនឹងសត្រូវប្រចាមិត្តយើងដែលមានកម្លាំងមហិមាអត់មានអីខុសទេយ៉ាងហោចណាស់យើងសង្គ្រោះជីវិតមនុស្សសង្គ្រោះជីវិតកងទ័ពជួរមុខរបស់យើងកុំឲ្យស្លាប់កុំឲ្យរបួសវេទនាលឹះនឹងទៀតហើយកុំឲ្យថាមានចម្បាំងរាំងជលទៅធ្វើឲ្យបាត់ដូចថាអារម្មណ៍សុខសន្តិភាពសុវត្ថិភាពខ្ញុំគ្រប់គ្រង 100% អត់មានស្អីដែលចង់ឲ្យមានចំនួនចម្បាំងរាំងជលប៉ុន្តែអ្វីដែលខ្ញុំនិយាយនេះគឺនិយាយអំពីរដ្ឋាភិបាលកម្ពុជាខ្លួនឯងមាត់ផ្សេងដៃផ្សឹងយើងកុហកប្រជាពលរដ្ឋណាបងប្អូនកុហកប្រជាពលរដ្ឋនៅក្នុងន័យថាយកពាក្យសន្តិភាពនិងភាពបានសុខកដុមរមនារវាងថៃនិងខ្មែរហ្នឹងព្រំដែនហ្នឹងយកមកជាការលួងស្អំចិត្តតែមិនប្រាប់ការពិតឲ្យប្រជាពលរដ្ឋដឹងខ្ញុំបានមកនិយាយម្ដងទៀតថាពេញចិត្តណាស់ឲ្យមានសុខសន្តិភាពមានសម្បទានអីវាច្បាស់ណាស់វាមិនអីទេក៏ប៉ុន្តែអ្វីដែលពិបាកនឹងទទួលយកបានគឺនយោបាយប្រជាពិធកុហកប្រជាពលរដ្ឋដែលថាខ្លួនឯងដូចអត់បានធ្វើអីប៉ះពាល់ដល់ការដែលសញ្ញេឲ្យគេគ្រប់គ្រងនៅកន្លែងណាកន្លែងហ្នឹងសោះហើយមកនិយាយធ្វើដូចថ្មីចាស់ដូចនិយាយថាយើងមិនទទួលស្គាល់ដែនដីដែលយោធាដណ្ដើមកាន់កាប់ដោយកម្លាំងដែលផ្ទុយនឹងពីច្បាប់អន្តរជាតិមិនទទួលស្គាល់ព្រំដែនដែលប្រែប្រួលដោយកម្លាំងទេចុះហេតុអីបានការមិនទទួលស្គាល់ហ្នឹងយើងធ្វើនៅក្រៅយើងចុះហត្ថលេខាជាមួយគេសំណួរខ្ញុំសួរតែប៉ុណ្្នឹងឯងដូចយើងទៅទិញឡានទិញម៉ូតូយកមកជិះអញ្ចឹងណាបងប្អូនពេលដែលយើងមានកិច្ចសន្យាអីជាមួយគេគឺគេដាក់ថារថយន្តនេះឧទាហរណ៍រថយន្តនេះឬក៏ម៉ូតូនេះគេលក់ក្នុងតម្លៃ$100យើងគិតថាទេ$100មិនដែលទេព្រោះធម្មតាម៉ូតូណាដែល$100ទិញតែសបកកង់មុខកង់ក្រោយនិងអាកង់មុខកង់ក្រោយនោះមិនទាំងគ្រប់ផងកំថាឡើយដល់តួមានម៉ាស៊ីនមានអីសពបែបយ៉ាងធ្វើលេខធ្វើកាតគ្រាជិះបានអីទៀតងាប់ហើយ$1000យ៉ាងតិចឧទាហរណ៍តែដល់គេលក់$100
ហើយគេបានមានកិច្ចសន្យាមួយជាមួយយើងថាម៉ូតូនេះលក់តម្លៃ$100គឺយកឃើញប៉ុណ្ណាប៉ុណ្ណឹងអត់មានការតវ៉ាអីទេប៉ុណ្ណាប៉ុណ្ណឹងឃើញមិនអញ្ចឹងហើយចុះហត្ថលេខាបង់លុយទៅយកទៅជិះទៅស្រាប់តែយើងបង់លុយ$100ហើយស្រាប់តែដល់តែពេលជិះក្រកក្រាអាចវៈមិនដឹងជាចវៈអាមញងមិនដឹងជាមញងរិចរិលអស់អាម៉ាស៊ីនហ្នឹងគឺដាក់ចកោះលេខហ្នឹងដាក់ទៅក៏មិនចូលអញញ៉ៃយើងទៅរករឿងអ្នកលក់ម៉ូតូថាអត់ជិះកោតសុំយកលុយវិញក៏ប៉ុន្តែនៅក្នុងកិច្ចសន្យារបស់យើងនឹងយើងនិយាយថាម៉េចយើងនិយាយថាម៉ូតូនេះគឺឃើញមិនលក់អញ្ចឹងយកទៅជិះកើតជិះមិនកើតគឺអត់មានការធានាខុសត្រូវអីទេព្រោះអីយើងព្រមព្រៀងគ្នា$100ឃើញតាមជាក់ស្ដែងបងប្អូនសូម្បីតែកិច្ចសន្យាបែបហ្នឹងក៏យើងអត់អាចទៅប្រកែកទាលុយមកវិញបានដែរព្រោះយើងទៅទិញរបស់គេថាឃើញមិនយកអញ្ចឹងអាហ្នឹងដូចខាងអ្នកកាប់សាច់ឡានអីទៅទិញគ្រឿងបន្លាស់គេដាក់ពីកុងតឺន័រអីមកអញ្ចឹងតែពេលគេលក់គឺយើងឃើញមិនយើងយកអញ្ចឹងជជែកគ្នាទៅតាមមនោសញ្ចេតនាទៅបើវាអីខ្វះនេះខ្វះនោះខ្លាំងសុំថែមថយខ្សែភ្លើងឬក៏អាគុយមួយអីលាក់នឹងលាក់អាហ្នឹងវាជារឿងព្រមព្រៀងគ្នាប៉ុន្តែជាគោលការណ៍គឺយើងអាចទៅទាលុយគេវិញបានទេព្រោះនៅក្នុងកិច្ចសន្យាហ្នឹងគេសរសេរទៀតថារបស់ដែលបានទិញហើយគឺមិនអាចដូរយកលុយបានទៀតគឺវាអស់ត្រឹមប៉ុណ្្នឹងអញ្ចឹងហើយយើងចុះហត្ថលេខាជាមួយគ្នាអញ្ចឹងរឿងដីយើងនឹងក៏អញ្ចឹងដែរយើងចុះហត្ថលេខាជាមួយគ្នាអញ្ចឹងចុះហត្ថលេខាថាម៉េចថាដីកម្ពុជាដែលថៃវាយបាននេះគឺគ្រប់គ្រងនៅកន្លែងណានៅកន្លែងហ្នឹងយកកន្លែងហ្នឹងចោះគ្រប់គ្រងអញ្ចឹងចោះព្រោះកម្ពុជាព្រមថាធ្វើម៉េចបើវាអញ្ចឹងហើយហ្នឹងចង់និយាយអញ្ចឹងនៅក្នុងពេលចុះកិច្ចចាត់ព្រោះយើងអត់អាចនឹងទៅដាក់លក្ខខណ្ឌថាទៅថយសិនទៅថយទៅកុំឲ្យដូចទៅកន្លែងដើមសិនមុននឹងថ្ងៃវាយថ្ងៃ27ខែធ្នូជើងអត់ទាំងនិយាយដល់ថ្ងៃទី20ថ្ងៃទីប្រហែលផ្លេចឲ្យបងប្អូនថ្ងៃទី4កក្កដាដែលវាយ5ថ្ងៃនៅដល់7កក្កដាសំទោស27ដល់27កក្កដាអីហ្នឹងវាយ5ថ្ងៃអាលើកដំបូងដែលគេយកបាន10ទីតាំងអត់តែប្រាសាទតាកបីណាអាហ្នឹងមិនបាច់និយាយអាហ្នឹងអាក្រោយនេះគឺយើងកំណត់អញ្ចឹងគឺយើងអត់បាននិយាយថាទេថយទៅវិញឲ្យអស់សិននៅពេលមុនបាញ់គ្នានិយាយទៅសភាពការមុននឹងថ្ងៃទី28ខែឧសភាមុននឹងមានបាញ់ស្លាប់លោកសួនរោននៅក្នុងតំបន់មុំបីបើយើងនិយាយអញ្ចឹងឲ្យថយសិនបានចុះកិច្ចព្រមព្រៀងអាហ្នឹងអត់អីទេស្រាប់ដល់ពេលហើយស្រាប់ចុះកិច្ចព្រមព្រៀងហើយថៃយកបលាលួសយកកុងតឺន័រមកដាក់គ្រប់តំបន់30-40ដូចយើងមានអាហ្នឹងថៃដឹងថាត្រូវថ្មោងហ្មងប៉ុន្តែនៅពេលដែលយើងចុះកិច្ចព្រមព្រៀងជាមួយគ្នាហ្នឹងគឺយើងនិយាយអញ្ចឹងយកទៅតំបន់ណែឯងគ្រប់គ្រងបានតែកុំរុលមកថែមទៀតណែវ៉គេចេះដាក់លក្ខខណ្ឌជាមួយគេថាកុំឲ្យមកទៀតអាហ្នឹងដូចលក្ខខណ្ឌជាមួយម៉ូតូមិញអញ្ចឹងណែរបស់ដែលទិញនេះណាឃើញមិនគឺទិញអញ្ចឹងអត់មានតែយកទៅហើយថែមមកទាដូរសបកកង់ឬក៏ថែមអីទៀតទេអត់ទេឃើញមិនអញ្ចឹងយើងនិយាយជាមួយគ្នាអញ្ចឹងហ្នឹងនៅក្នុងកិច្ចព្រមព្រៀងរួចតទៅពេលឥឡូវដោយអ្វីដែលខាងអ្នកនាំពាក្យរដ្ឋាភិបាលឬក៏រដ្ឋាភិបាលកម្ពុជាឬក៏ក្រសួងការបរទេសនិយាយមិនទទួលស្គាល់ដែលអធិបតេយ្យកម្ពុជាដែលបានដោយកម្លាំងប្រដាប់អាវុធព្រោះវាខុសច្បាប់អន្តរជាតិចុះពីមុនហេតុអីក៏អត់ទទួលស្គាល់អាហ្នឹងនេះអាមុនចុះកិច្ចព្រមព្រៀងគ្នាហេតុអីក៏មិនទទួលស្គាល់ក្រែងដឹងថាថៃឈ្លានពានកម្ពុជាវាយដោយកម្លាំងប្រដាប់អាវុធតាមិនដើរមកច្បោលដើរយកបានស្រេចចិត្តណាកម្លាំងប្រដាប់អាវុធមកតាវាយគ្នាមកតាអាហ្នឹងក្រែងកម្លាំងប្រដាប់អាវុធមាន F16 មានគ្រាប់បែកចង្កោមមានក៏ភ្លើងប្រើប្រាស់សពបែបយ៉ាងគ្រាប់បែកផ្សែងពុលគ្រាប់បែកអីមកកណោក៏ដឹកទៀតខែងអាហ្នឹងកម្លាំងប្រដាប់អាវុធតាហើយចុះហេតុអីបានជាយើងព្រមព្រៀងជាមួយគេនៅថ្ងៃនោះខ្ញុំថាទៀតហើយនិយាយទៀតហើយគេថាគេព្រមព្រៀងដោយសារយើងចង់បានសុខសន្តិភាពអញ្ចឹងចុះហត្ថលេខាហើយសំយើងប្រកែកអីទៀតទៅព្រោះអីយើងចង់ឲ្យបានស្ងប់បាញ់សិនអីបើមិនស្ងប់បាញ់ក៏គេមិនព្រមខ្ញុំអត់មានបានថាដើម្បីស្ងប់បាញ់យើងមិនព្រមខ្ញុំអត់មានបានជំទាស់អីសោះស្ងប់បាញ់ដើម្បីឲ្យបានសុខទាំងអស់គ្នាអាសាច់ជូនខ្លាបាននៅស្រុកបានអត់អីទេ
ក៏ប៉ុន្តែយើងមិនអាចមកនិយាយក្រោយនឹងថាពេលដែលយើងសញ្ញេឲ្យគេហើយយើងព្រមឲ្យគេហើយស្រាប់តែយើងមកនិយាយថាអានឹងយើងអត់ទទួលយកបានយើងមិនព្រមទេតើកន្លែងណាដែលយើងឈ្នះគេខ្ញុំពងនិយាយចឹងថាមើលឥឡូវបងប្អូនសាកគិតឲ្យសាមញ្ញមើលបើបងប្អូនជាខ្ញុំតើយើងគិតអារឿងលក់ម៉ូតូ$100ដែលយើងព្រមសញ្ញេកិច្ចសន្យាជាមួយគេផ្ដិតមេដៃមានសាកសីមានអីប្រាប់ថាម៉ូតូហ្នឹងជាការពិតបើយើងដឹងហើយនៅទីផ្សារណាក៏ប្រហែល$1000ដែរប៉ុន្តែគេលក់ថោកបែបហ្នឹងគឺយើងព្រមទទួលយកថាអាម៉េចវាអញ្ចឹងហើយអត់ទាលុយវិញបានអត់ថែមថយអីទេយកទៅជីកកាតយកជីមិនកាតមិនអីទេគឺយើងព្រមហើយតើមេធាវីណាទៅតវ៉ាឈ្នះក្តីយើងបានឬក៏យើងទៅប្រាប់ថាអត់ទេក៏អ្នកដែលលក់ម៉ូតូហ្នឹងគាត់បោកគឺថាកែអីអញ្ចឹងទៅធ្វើឲ្យយើងគិតថាហ្នឹងវាថ្មីវាល្អលុះក្រោមការចាញ់បោករបស់គេព្រោះអីយើងស្មានតែរបស់ហ្នឹងល្អក៏លុះក្រោមឥទ្ធិពលហ្នឹងចុះហត្ថលេខាអាហ្នឹងមេធាវីក៏ការពារក្តីឲ្យយើងតែមិនឈ្នះដោយសារអីគេឲ្យយើងមើលដោយសារលក្ខខណ្ឌមួយគេប្រាប់ថាឃើញមិនយកអញ្ចឹងអត់មានតវ៉ាអត់មានថែមថយដូចគ្នានឹងកិច្ចព្រមព្រៀងយើងនេះណាបងប្អូនចឹងបានថាខ្ញុំវារកម្មចិត្តមែនតើខ្ញុំមិនបន្ទោសរដ្ឋាភិបាលកម្ពុជាដែលនិយាយថាមិនទទួលស្គាល់ដែនដីណាដែលបានទន្ទ្រានដោយកម្លាំងប្រដាប់អាវុធពាក្យនេះគឺធ្វើនិយាយត្រូវមុននឹងមានបាញ់គ្នានិយាយពេលណាក៏ត្រូវដែរនោះសុំទោសនិយាយត្រូវមុននឹងមានកិច្ចព្រមព្រៀងជាមួយគ្នានិយាយពេលណាក៏ត្រូវដែរអ្នកណាក៏និយាយបានហើយមិនបាច់និយាយក៏បានដែរវាអត់ដែលមានដែនអធិបតេយ្យរបស់ប្រទេសណាមួយឲ្យរដ្ឋបរទេសទន្ទ្រានឈ្លានពានបានដោយកម្លាំងប្រដាប់អាវុធហើយបានសិទ្ធិដល់គេវាអត់ដែលមានទេច្បាប់ណាបើលោកនិយាយក៏បានមិននិយាយក៏បានដែរហើយមិនបាច់ប្រកាសថាមិនទទួលស្គាល់ឬទទួលស្គាល់អីទេវាគ្មានរដ្ឋបរទេសណាមកអាចយកប្រទេសណាមួយដោយកម្លាំងប្រដាប់អាវុធហើយថាជាដីរបស់ខ្លួនបើអញ្ចឹងគេដើរយកគ្រប់គ្នាអញ្ចឹងគេដើរចូលយកតាមកម្លាំងប្រដាប់អាវុធដោយរុស្ស៊ីទៅយកអ៊ុយក្រែនឬក៏ប្រទេសណាផ្សេងដើរយកអញ្ចឹងឲ្យតែខ្លួនឯងមានគ្រាប់បរិមាណណូដូចកូរ៉េខាងជើងអីអញ្ចឹងទៅយកកូរ៉េខាងត្បូងដាច់ហ្មងដោយសារខ្លួនឯងមានបរិមាណណូអញ្ចឹងវាអត់អាចធ្វើអញ្ចឹងបានទេព្រោះអាច្បាប់ជាសកលមួយគេចែងឲ្យដល់ពេលដែលយើងនិយាយថាយើងមិនទទួលស្គាល់ការគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាដោយកម្លាំងប្រដាប់អាវុធយើងនិយាយបានតែក្នុងករណីថៃអត់ទាន់គ្រប់គ្រងតែវាយគ្នាហើយយើងទៅព្រមចុះហត្ថលេខាព្រមឲ្យដីគេដូចរឿងអ៊ុយក្រែននិងរុស្ស៊ីចឹងសប្ថ្ងៃនៅឆ្លោះគ្នាត្រង់ថារុស្ស៊ីទន្ទ្រានឈ្លានពានដែនដីអ៊ុយក្រែនបាន 25% អត់អាចចរចាគ្នាបានដោយសារអ៊ុយក្រែនអត់ទាន់ព្រមទទួលស្គាល់ភាពស្របច្បាប់នៃអ្វីដែលរុស្ស៊ីវាយបានអ៊ុយក្រែនទាឲ្យរុស្ស៊ីថយទៅវិញទុកដីអ៊ុយក្រែនរុស្ស៊ីថាអត់ព្រមស្លាប់ទាហានគេមកកណោអ៊ុយក្រែនថាស្លាប់ទាហានណែឯងខ្ញុំមានតែឈឺក្បាលអីខ្ញុំណែឯងរំលោភឈ្លានពានសម្លាប់ទាហានខ្ញុំអស់មកកណោដែរអញ្ចឹងណែឯងត្រូវដកទៅវិញឲ្យអស់បានចរចាគ្នាបានរុស្ស៊ីថាអត់ព្រមគេជ្រុលដៃហើយត្រូវតែយកឃើញប្រទីងបតងគ្នាអត់មានការចរចាសន្តិភាពទេដោយសារអ៊ុយក្រែនតឹងដែរចោះឧបមាថាអ៊ុយក្រែនថាទេឥឡូវឈប់បាញ់ជាមួយរុស្ស៊ីចុះកិច្ចសន្យាឲ្យរុស្ស៊ីយកដីទាំង25កន្លែងចុះភ្លាមឧទាហរណ៍បើអ៊ុយក្រែនចុះហត្ថលេខាឥឡូវអត់មានការទម្លាក់គ្រាប់នៅអ៊ុយក្រែនទៀតទេឥឡូវនឹងទម្លាក់គ្រាប់រាល់ថ្ងៃតែរុស្ស៊ីអត់អ៊ុយក្រែនអត់ព្រមចុះហត្ថលេខានៃបទឈប់បាញ់ព្រមប្រគល់ដែនដីនឹងទៅឲ្យរុស្ស៊ីរឿងនេះហើយដែលរឿងអត់ដូច្នេះអ្វីដែលរុស្ស៊ីគ្រប់គ្រងបានគឺជាដែនអធិបតេយ្យរបស់អ៊ុយក្រែន 100% គ្រាន់តែទ័ពបរទេសមិនទាន់ដកទៅវិញអត់មានសញ្ញេអីទាំងអស់ក្នុងករណីអ៊ុយក្រែនគឺអ៊ុយក្រែនមានដងដាវអត់មានអាចមកយកដីអ៊ុយក្រែនបានទេរុស្ស៊ីឯងគ្រប់គ្រង100ឆ្នាំទៀតក៏បានដែរប៉ុន្តែដីហ្នឹងគឺដីអ៊ុយក្រែនណែឯងត្រូវតែដកចេញនៅពេលណាមួយដាច់ខាតព្រោះអីរុស្ស៊ីម្ចាស់ផ្ទះអត់ទទួលស្គាល់ប៉ុន្តែកម្ពុជាយើងនេះម្ចាស់ផ្ទះទទួលស្គាល់ដីដែលគេគ្រប់គ្រងដោយកម្លាំងយោធានេះហើយយើងទៅនៅអង្គុយបកស្រាយស្អីណាចាំប្រមូលចូលសងអីយើងចូលសងដោយពួករុស្ស៊ីអញ្ចឹងបានយើងអត់ទាន់មានសញ្ញេចុះហត្ថលេខាអីអាហ្នឹងអាចសង្ឃឹមដោយលោកគុជលីឬក៏អ្នកណាក៏ដោយនិយាយខ្ញុំយល់ស្របថាដេកផ្សងព្រេងវាសនាហ្នឹងគឺខ្ញុំជឿ 100% ថាតាហ៊ានបរទេសត្រូវដកចេញពីដែនអធិបតេយ្យកម្ពុជាទៅវិញជាដាច់ខាត
ព្រោះมันអាចឈ្លានពានដែនអធិបតេយ្យរបស់រដ្ឋមួយដោយកម្លាំងយោធាឲ្យយកអានឹងគ្រប់គ្រងបានស្របច្បាប់ទេគាត់ថាណែឯងធ្វើអីធ្វើមួយរយៈសិនទៅគឺតែណែឯងដកទៅវិញអានឹងជារបស់ខ្មែរទាំងអស់ព្រោះវាទៅលើដីខ្មែរបើអត់ទាន់មានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ថ្ងៃ27ខែធ្នូដែលមានទាំងអន្តរជាតិទទួលស្គាល់អបអសាទរអានឹងខ្ញុំអត់សូវជំទាស់អីសោះប៉ុន្តែដល់តែពេលយើងព្រមព្រៀងចុះហត្ថលេខាជាមួយគ្នាហើយស្រាប់មកទាត់ចោលអ្វីដែលយើងព្រមព្រៀងតើអានឹងមិនមែនជាការដែលយើងរំលោភបទឈប់បាញ់នឹងដែរទេថៃគេអាចចោទយើងពីរំលោភបទឈប់បាញ់ដែរណាព្រោះអីអញ្ចឹងបានថៃរាល់ថ្ងៃគេអត់មានឈឺក្បាលយើងទេយើងថ្លែងសារយើងថ្លែងការយើងទាត់ចោលយើងបដិសេធអីថៃអត់ឈឺក្បាលសុំបីតែមកបន្តិចបើថៃស្ដាប់យើងឈឺក្បាលនឹងយើងថៃអត់ដឹកកុងតឺន័រអត់អភិវឌ្ឍអីនៅក្នុងតំបន់របស់ខ្លួនគ្រប់គ្រងបានទេប៉ុន្តែថៃដឹងច្បាស់ថាមានកិច្ចព្រមព្រៀងថ្ងៃ27ខែធ្នូនេះគឺជាប្លង់រឹងរបស់ថៃធ្វើអីក៏បានដែរកម្ពុជាអត់អាចនឹងទៅរករឿងថៃបានទេយើងរករឿងបានតែមួយយ៉ាងគត់គឺបើថៃរុលលើសបលាលួសខុសពីអ្វីដែលមាននៅក្នុងពេលព្រមព្រៀងថ្ងៃ27ខែធ្នូអានេះបងប្អូនយើងគួរយល់ទាំងអស់គ្នាកុំឲ្យចាញ់បោកនយោបាយប្រជាពិធដ្ឋហើយតាមពិតរដ្ឋាភិបាលមិនខុសទេក្នុងការស្អំចិត្តប្រជាពលរដ្ឋកុំឲ្យបាក់ទឹកចិត្តខ្លាំងពេកព្រោះរដ្ឋាភិបាលកំពុងដោះស្រាយតាមពិតណាល្បិចនេះគឺគ្រាន់តែជាការស្អំចិត្តប្រជាពលរដ្ឋកុំឲ្យបះបោកុំឲ្យតវ៉ាកុំឲ្យមើលឃើញអំពីបញ្ហាខ្លាំងពេកតែប្រជាពលរដ្ឋមានការរំជួលចិត្តថាដីនឹងបាត់ទៅគេអីអញ្ចឹងមិនអាចទៀមទាបានគឺច្បាស់ជារឿងរដ្ឋាភិបាលហើយមិនអាចគ្រប់គ្រងបានខ្ញុំថាវាជាយុទ្ធសាស្ត្រដើម្បីទប់ស្ថានភាពកុំឲ្យវាដាបខ្លាំងជាងបច្ចុប្បន្នវាមិនអីទេប៉ុន្តែមិនអាចកុហកប្រជាពលរដ្ឋថាយើងចោះកិច្ចសន្យាហើយយើងទៅលុបចោលវិញហើយយើងថាយើងមិនទទួលស្គាល់បងប្អូនប្រជាពលរដ្ឋកម្ពុជាមិនអាចនឹងទទួលយកបានចឹងបានថាឲ្យតែអ្នកណាម្នាក់និយាយថាជាយុទ្ធសាស្ត្រប្រមូលគៀគោឲ្យចូលក្រោលយុទ្ធសាស្ត្រឲ្យគេអភិវឌ្ឍសិនខ្ចីដៃគេហើយចាំយើងយកមកវិញណាអានេះគឺជានយោបាយប្រជាពិធដ្ឋបោកប្រជាពលរដ្ឋគ្រប់ពេលគ្រប់វេលាហើយខ្ញុំនៅតែប្រកាន់ជំហរថាអស់លោកបោកលុះខ្សែបោកតតែស្លាប់ខ្លួនហើយប្រជាពលរដ្ឋនឹងចាញ់បោកអស់លោកប៉ុន្តែក្នុងពេលហ្នឹងគាត់ទលាន់ដែរបើយើងច្បាស់លាស់ហើយខ្ញុំនិយាយថាឥឡូវវាជ្រុលក្បាលកពើហើយយើងព្រមចុះកិច្ចព្រមព្រៀងជាមួយថៃវាចុះហើយយើងបានសុខសន្តិភាពស្ងប់មានការវិលទៅលំនៅឋានមិនអស់ក៏ដោយក៏យើងបាន5សែនអ្នកជាងដែរចាត់ទុកថានឹងជាសមិទ្ធិចុះអត់អីទេប៉ុន្តែត្រូវទទួលស្គាល់ការពិតថាកម្ពុជាផ្លត់ស្នៀតរបស់ថៃហើយមិនមែនយើងឈ្នះល្បិចថៃគេចាញ់ល្បិចយើងទេកុំប្រើពាក្យហ្នឹងយើងចាញ់ស្នៀតថៃហើយគឺនៅពេលដែលយើងចុះហត្ថលេខាព្រមឲ្យថៃគ្រប់គ្រងតំបន់ណាតំបន់ហ្នឹងគឺយើងចាញ់គេហើយកន្លែងហ្នឹងត្រូវទទួលស្គាល់ការពិតប៉ុន្តែមិនយឺតពេលទេមិនយឺតពេលទេបើសិនជាយើងដាក់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឬក៏យុត្តិធម៌អន្តរជាតិបងប្អូនរឿងពីរណាតុលាការព្រហ្មទណ្ឌអន្តរជាតិមានប្រយោជន៍ច្រើនសម្រាប់ខ្មែរដោយសារទាសំណងជំងឺចិត្តពីថៃដែលឈ្លានពានយើងរឿងទាសំណងជំងឺចិត្តខ្ញុំនឹងបញ្យល់ទៀតថាហេតុអីបានសំខាន់បើយើងដាក់ពាក្យប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC សំណងជំងឺចិត្តអំពីការខូចខាតដែនអធិបតេយ្យរបស់កម្ពុជានិងការឈ្លានពានរបស់ថៃវាជាភស្តុតាងមួយដើម្បីឲ្យមានទឹកមាត់ប្រៃក្នុងការដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិមួយទៀតហេតុអីបានខ្ញុំនិយាយអញ្ចឹងតុលាការព្រហ្មទណ្ឌអន្តរជាតិនេះគឺគេកាត់ទោសបុគ្គលមេដឹកនាំខ្មែរមេដឹកនាំថៃមេយោធាខ្មែរមេយោធាថៃអីចឹងទៅគឺគេចាប់កាត់ទោសតែបុគ្គលប៉ុន្តែនៅក្នុងការដែលដោះស្រាយបណ្ដឹងព្រហ្មទណ្ឌបែបនេះគឺមានសំណងរដ្ឋប្រវេណីគឺសំណងខូចខាតចឹងបើកម្ពុជាឈ្នះថាឥឡូវប្តឹងថៃឈ្នះពីរឿងសម្រាប់ទាហានខ្មែរសម្រាប់ជនស៊ីវិលខ្មែរបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រាង្គប្រាសាទខ្មែរនៅក្នុងដីខ្មែរបើតុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ឲ្យខ្មែរឈ្នះគឺទី1ខ្មែរបានសំណងពីថៃសងការខូចខាតរឿងសំខាន់គឺការសងការខូចខាតប៉ុន្តែដែលរឿងសំខាន់បំផុតគឺលក្ខណៈកតិយុត្តផ្លូវច្បាប់ដែលជាព្រៀបរបស់ខ្មែរក្នុងការរករឿងថៃថាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាព្រោះបើតុលាការកាត់ឲ្យថៃសងសំណងខូចខាតនៅក្នុងដីខ្មែរដែលថៃរំលោភបំពានដីខ្មែរបានន័យថាតុលាការអន្តរជាតិ ICC នេះនឹងចាត់ទុកថាថៃឈ្លានពានកម្ពុជានៅពេលដែលមានអំពើឈ្លានពានកម្ពុជា
ពេលនោះឯងហើយដែលកម្ពុជាយកអាអំពើឈ្លានពានហ្នឹងទៅទាថៃក្នុងការខ្ជាក់ដីខ្មែរមកវិញហើយប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដែលយកសាលដីកាឬសាលក្រមរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិបានទាំងសំណងបានទាំងការទទួលស្គាល់ថាថៃឈ្លានពានកម្ពុជាមានហេតុផលគ្រប់គ្រាន់ដើម្បីគិតថាអ្វីដែលថៃវាយលុកចូលកម្ពុជានឹងគឺជាអំពើឈ្លានពានប្រដាប់អាវុធហើយរុលចូលក្នុងដែនអធិបតេយ្យកម្ពុជាទាដីកម្ពុជាឡើងវិញតាមតុលាការយុត្តិធម៌អន្តរជាតិបងប្អូនឃើញកាឡាដីខ្មែរយកដីមកវិញបានទេហើយកុំមើលកិច្ចព្រមព្រៀងនៃបទឈប់បាញ់ឈប់និយាយដល់រាបណាដែលយកកិច្ចព្រមព្រៀងនៃបទឈប់បាញ់គ្នាថ្ងៃ27ខែធ្នូមកដើម្បីស្អំចិត្តប្រជាពលរដ្ឋថាបានសុខសន្តិភាពហើយចង់បានអីទៀតយើងឃើញមានសុខសន្តិភាពមានស្ថិរភាពនយោបាយមានអីប្រជាពលរដ្ឋវិលទៅលំនៅឋានវិញខ្ញុំថាបើយកអានឹងមកគឺយើងហុចដងដាវទៅឲ្យថៃហើយស្អំចិត្តប្រជាពលរដ្ឋឲ្យជឿថាកម្ពុជាច្បាស់លាស់នឹងការចង់បានសន្តិភាពណាស់ស្រឡាញ់សន្តិភាពណាស់ល្អហើយអ្នកណាក៏ស្រឡាញ់សន្តិភាពដែរប៉ុន្តែឲ្យដងដាវទៅថៃមួយត្រង់ថាយើងព្រមព្រៀងគេឲ្យគេគ្រប់គ្រងដែនដីទាំងអស់ហ្នឹងអញ្ចឹងអត់អាចយកដីនឹងមកវិញបានទេបើយកកិច្ចព្រមព្រៀងនេះយកមកអនុវត្តកម្ពុជាបាត់ដីទាំងអស់ប៉ុន្តែបើកម្ពុជាប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឲ្យគេកាត់ទោសថៃពីបទឈ្លានពានហើយសងសំណងជំងឺចិត្តមានភ័ស្តុតាងគ្រប់គ្រាន់តែថាថៃឈ្លានពានយកអំពើឈ្លានពានហ្នឹងទៅប្តឹងតុលាការយុត្តិធម៌អន្តរជាតិតុលាការយុត្តិធម៌អន្តរជាតិនឹងត្រូវទាមទារឲ្យថៃដោះខ្ជាក់ដីមកវិញហើយអត់គិតពីការឈប់បាញ់ព្រោះអាបទឈប់បាញ់នេះវាគ្រាន់តែជាកិច្ចព្រមព្រៀងក្នុងមូលដ្ឋានដើម្បីបញ្ចប់ចំនួនទេប៉ុន្តែរឿងព្រំប្រទល់ថៃដីខ្មែរនិងថៃគឺអាចដោះស្រាយគ្នាតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907មានតុលាការយុត្តិធម៌អន្តរជាតិនេះជាយន្តការដែលខ្មែរឥឡូវខ្មែរជ្រុលក្បាលកពើហើយគំនុំគ្នាបកស្រាយឲ្យខាតខ្មែរអីបានហើយបងប្អូនឈប់ទៅខ្ញុំសុំវល់ឈប់ទៅទាំងរដ្ឋាភិបាលកម្ពុជាទាំងឃោសនិករបស់គណៈបកប្រជាជនកម្ពុជាឬក៏អ្នកដែលស្រឡាញ់រដ្ឋាភិបាលកម្ពុជាផ្កាប់មុខឈប់ទៅបានហើយឈប់យកកិច្ចព្រមព្រៀងនៃបទឈប់បាញ់ថ្ងៃ27ខែធ្នូដើម្បីឲ្យមានសុខសន្តិភាពនេះថាជាសមិទ្ធិអីទៀតហើយថាយើងមិនទទួលស្គាល់ដីថៃគ្រប់គ្រងបានហើយអត់មានឈ្នះគេទេខ្ញុំមិនមែនអ្នកច្បាប់ទេបងប្អូនសុំទោសការនិយាយរបស់ខ្ញុំមិនមែនជាបច្ចេកទេសជំនាញអ្នកច្បាប់ទេខ្ញុំនិយាយនេះគឺក្នុងការសង្កេតរបស់ខ្ញុំដែលជាន័យសាមញ្ញដែលបងប្អូនគួរយល់បានហើយតែយើងចុះកិច្ចព្រមព្រៀងលក្ខខណ្ឌកន្លែងណាមួយហើយគឺយើងមិនអាចបំពេញលក្ខខណ្ឌរបស់កិច្ចព្រមព្រៀងបើយើងបំពេញលក្ខខណ្ឌកិច្ចព្រមព្រៀងខ្លួនឯងតើគេទុកចិត្តយើងថាជាមនុស្សស្មោះត្រង់ប៉ុណ្ណាគេលែងទុកចិត្តយើងទៀតដូច្នេះបើយើងសញ្ញេប្រាប់ថាឲ្យគេគ្រប់គ្រងតំបន់ហ្នឹងគេនៅណានៅហ្នឹងគេធ្វើអីក៏បានដែររួចតែមកក្រោយមកថាយើងមិនទទួលស្គាល់តំបន់ហ្នឹងតើមានន័យយ៉ាងម៉េចដូចគ្នានឹងម៉ូតូដែលយើងគេប្រាប់ថា$100រូបរាងប៉ុណ្ណឹងយកទៅជិះបានជិះមិនបានទទួលខុសត្រូវខ្លួនឯងហើយស្រាប់ដល់ជិះអត់កើតយើងទៅរករឿងគេថាខ្ញុំជិះមិនបានផងដោយសារតែខ្ញុំច្រឡំអីអញ្ចឹងហើយទាលុយវិញអត់អាណាឲ្យលុយយើងទេហើយក៏មិនឈ្នះក្តីគេដែរមេធាវីណាក៏ទៅតក្តីនឹងមិនឈ្នះគេដែរអញ្ចឹងឈប់និយាយពីចំណុចខ្សោយហេតុអីបាននិយាយពីចំណុចខ្សោយរបស់យើងនៅពេលដែលយើងមានប្រៀបកែងអួតថាយើងឈ្នះសង្គ្រាមចាញ់សមរភូមិគេយកដីយើងបានយើងចាញ់សមរភូមិតែយើងឈ្នះសង្គ្រាមយើងឈ្នះសង្គ្រាមការទូតឥឡូវអាការទូតហ្នឹងក៏យើងចាញ់គេទៀតយើងនៅតែរឿងតុលាការព្រហ្មទណ្ឌអន្តរជាតិអញ្ចឹងបានថាមានតែមួយយ៉ាងទេគឺប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដំបូងឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិនឹងដោះស្រាយដើម្បីកំណត់ថាអ្វីដែលថៃធ្វើគឺជាអក្រិតកម្មសង្គ្រាមឈ្លានពានដែនអធិបតេយ្យកម្ពុជាពេលនោះឯងដែលបានជាហេតុផលដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យថៃខ្ជាក់ដីទាំងអស់ហើយបានមកខ្មែរវិញអញ្ចឹងអាកិច្ចព្រមព្រៀងដែលសញ្ញេហ្នឹងចាត់ទុកជាមោខៈបាននៅពេលដែលតុលាការគេនិយាយអំពីការរំលោភបំពានដែនអធិបតេយ្យរបស់កម្ពុជារឿងការព្រមព្រៀងគ្នាក្នុងមូលដ្ឋានគឺជាការដែលធ្វើឲ្យស្ងប់ស្ងាត់សុខសន្តិភាពកុំឲ្យមានការស្លាប់មនុស្សទៀតអាហ្នឹងវាជារឿងចាំបាច់របស់រដ្ឋាភិបាលកម្ពុជានិងថៃត្រូវធ្វើប៉ុន្តែថៃ 100% បងប្អូននឹងយកអាដងដាវដែលខ្មែរថាព្រមឲ្យអាដីតំបន់ដែលគ្រប់គ្រងហ្នឹងគឺថៃនៅណានៅហ្នឹងនឹងយកមកសកត់កខ្មែរគ្រប់ពេលប៉ុន្តែកុំឲ្យថៃអាចយកអាហ្នឹងជាការសកត់កហើយយើងគិតថាអូចាញ់ព្រៀបគេមិនហ៊ានដាក់ប្តឹងគេកុំយកលេសហ្នឹងឲ្យសោះអញ្ចឹងកុំម្ដងនេះម៉ោងនេះឈប់
បានហើយគេតលន់ហើយឈប់និយាយថាគៀងគោចូលក្រោលឈប់ឈប់អានយោបាយប្រជាពិធថាយើងនៅតែតវ៉ាដាច់ខាតគឺយើងទោះជាក្នុងរូបភាពណាគឺមិនទទួលស្គាល់អត់អាចប្រើពាក្យមិនទទួលស្គាល់កិច្ចព្រមព្រៀងដែលយើងចែងហើយអញ្ចឹងទេមិនអាចទេប្រជាពលរដ្ឋក្មេងបៀមដៃណាក៏គេមើលឃើញថាយើងសញ្ញេឲ្យគេហើយហេតុអីបានជាយើងថាមិនទទួលស្គាល់បានហើយគ្មានអ្នកណាគេល្ងងជឿអស់លោកទៀតទេវាគ្រាន់តែធ្វើឲ្យស្អំចិត្តបានមួយរយៈហើយឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់មួយរដ្ឋាភិបាលចាំមកខ្ញុំលើកទឹកចិត្តជួយរដ្ឋាភិបាលកម្ពុជាទៅវិញទេថាខ្ញុំមិនមែនជាអ្នកច្បាប់ទេប៉ុន្តែបើអស់លោកបកស្រាយថានៅតែអាចតតាំងមិនទទួលស្គាល់ព្រំដែនរំកិលដោយកងកម្លាំងប្រដាប់អាវុធបានត្រូវ